G chord ធម្មតា G B D high D you move back to low D and then E minor you mean E G B and then C we have C E G យើងអាចលេងចេញពី E minor បានគ្រាន់តែ move ពី B to C high C so change from low C to high C E G C okay ហើយ last chord D major យើងមាន D F sharp A យើងអាចលេង C sharp នៅនេះក៏បាន A នៅនេះ D នៅទីនេះwait here F sharp A D នេះតែវាអត់ស្រួលអញ្ចឹងយើងប្រើទម្រង់ដើមវិញ D F sharp A អូខេអញ្ចឹងយើងលេងមក G E minor C Dចឹងម្រាមដៃយើងអាចផ្លាស់ប្ដូរបានបើសិនជាយើងអាចបញ្ជាបានលឿនគឺថា D យើងលេងម្រាម1 3 5បើសិនជាយើងលឿនយើងលេង1 2 4វិញដើម្បីបំលាស់ទីបានស្រួលចេញពី chord C មក D ចឹងដល់ពេលយើងចេញពី chord C មក D ដែលនាងយើង over A ស្រាប់ដែលច្អល់យើង over F sharp ស្រាប់ដែលមេយើងគឺ nearby D អញ្ចឹងយើងធ្វើចឹងមកអូខេដល់ពេលយើង go to G ដែល finger 3យើង over G ស្រាប់ដែល finger 5 over B ស្រាប់អូខេ enjoy